នេះគឺជាវីដេអូសម្លខ្ទិះហើយសម្លខ្ទិះនេះតាំងពីប្រហែល5ខែមុនហើយគ្រឿងរបស់ខ្ញុំធ្វើនេះគឺដូចសឡំជូរគ្រឿងអញ្ចឹងហើយខ្ញុំយកទៅកាន់ខ្ញុំដាក់ទឹកអញ្ចឹងគឺខ្ញុំយកវាទៅសម្ងួតនៅក្នុងឆ្នាំងហើយបាទខ្ញុំដាក់ប្រហុកហើយយើងចាក់ខ្លាញ់ចូលបន្ទាប់ពីវាស្ងួតទឹកហើយយើងបំពងប្រហុកហើយនឹងខ្លាញ់ហើយនឹងគ្រឿងចូលគ្នាឲ្យឈ្ងុយល្អរួចចាំយើងដាក់សាច់ចូលហើយសាច់នេះគឺខ្ញុំប្រើសាច់មាន់ថ្ងៃហ្នឹងគឺអត់បានស្រស់ទេគឺថាបែបលឿនដោយសារតែខ្ទះយើងចង់ឆ្នាំងយើងចង់រកខ្លោចចឹងទៅគឺយើងថែមទឹកបន្តិចដើម្បីកុំឲ្យវាខ្លោចចឹងណាហើយបងប្អូនរំងាស់វាឲ្យដាច់ទឹកចឹងទៅទើបវាបាត់ឆ្អាបសាច់មាន់ហើយក្នុងការរំងាស់ហ្នឹងគឺខ្ញុំថែមស្ករបន្តិចហើយជាមួយនឹងម្សៅរ៉ូឌីបន្តិចបងប្អូនរំងាស់បើស្អីយើងអត់បានស្រស់ទេបងប្អូនរំងាស់ដាច់ទឹកចឹងទេឆ្អាបសាច់មាន់ណាប៉ុន្តែបើសិនយើងរំងាស់ឲ្យដាច់ទឹកនេះគឺអត់អីទេហើយបន្ទាប់ពីវាស្ងួតទឹកអស់ហើយយើងថែមទឹកមកហើយយើងថែមបន្លែហើយបន្លែគឺខ្ញុំដាក់ម្ទេសផ្លោកហើយជាមួយនឹងត្រប់វែងចឹងសម្រាប់សម្លខ្ទិះរបស់ខ្ញុំគឺខ្ញុំចូលចិត្ត2មុខនឹងហើយនឹងដាក់ស្លឹកម្ទេសមួយទៀតបងប្អូនហើយសម្លនេះគឺសម្លខ្ទិះគឺយើងអត់ដាក់ម្ជូរណាបងប្អូនម្ជូរខ្ទិះផ្សេងសម្លខ្ទិះផ្សេងហើយបន្ទាប់មកយើងដាក់ខ្ទិះដូងអញ្ចឹងខ្ទិះដូងហ្នឹងខ្ញុំដាក់2វែកបើបងប្អូនខ្លះគាត់ចូលចិត្តខ្ទិះច្រើនថែមមួយជើងនឹងបន្តិចក៏បានដែរហើយបន្ទាប់ពីយើងដាក់ខ្ទិះមកគឺយើងថែមទឹកត្រីថែមអំបិលម្សៅស៊ុបដើម្បីឲ្យវាល្មមអញ្ចឹងណាទៅពេលដែលយើងភ្លក់ថាវាល្មមឆ្ងាញ់ហើយចាំយើងដាក់ស្លឹកម្ទេសពីលើស្លឹកម្ទេសហ្នឹងគឺយើងដាក់វាតាមមកពុះបានហើយបន្ទាប់ពីវាពុះមកគឺយើងលើកចេញអញ្ចឹងសម្លខ្ទិះយើងគឺមានតែប៉ុណ្្នឹងឯងតើបងប្អូនដាក់បន្លែដែរសម្រាប់នាងខ្ញុំគឺចូលចិត្តតែបែបនេះឯង